សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចរបស់ពូបារាំងសូមរីករាយសម្ដាប់ជាមួយសាច់រឿងថ្មីទាំងអស់គ្នាបើចូលចិត្តការនីតិរបស់ពូបារាំងកុំភ្លេចជួយ Subscriber និងឲ្យមេដៃរបស់ពូបារាំងម្នាក់មួយផងសូមអរគុណម៉ារ៉ាដានិងម៉ារ៉ាឌីគឺជាបងប្អូនភ្លោះស្រីនឹងគ្នាពូនាងជាកូនកំព្រាព្រោះឪពុកម្ដាយស្លាប់ចោលតាំងពីនៅតូចប៉ុន្តែសំណាងល្អដែលគ្រូសាររបស់នាងគឺជាគ្រូសារអ្នកមានទើបពួកនាងមិនចាំបាច់ធ្វើការក៏មានលុយចាយមិនអស់ម៉ារ៉ាដានិងម៉ារ៉ាឌីបានទិញផ្ទះមួយកន្លែងនៅឯស្រុកកំណើតម្ដាយនាងផ្ទះថ្មធំដែលនាងទិញទុកសម្រាប់សម្រាប់លំហែកាយហើយគិតថានឹងទៅលេងនៅសាយនេះហើយពួកនាងទៅទិញមិនដល់មួយឆ្នាំទេហើយក៏ទុកចោលទៅព្រោះរោគអ្នកទៅថាផ្ទះមិនបានផ្ទះធំពេកគ្មានអ្នកហ៊ាននៅទៅបានជាទុកចោលដូច្នេះរ៉ាដារៀបចំរបស់ប្រើប្រាស់រួចហើយឬនៅស្អែកយ៉ាងទៅនៅផ្ទះថ្មីណារៀបរួចហើយឯងមិនចាំបាច់បារម្ភទេស្អែកនេះយ៉ាងទៅតែ2នាក់ទេមែនអត់ទេសង្សារគ្នាទៅដែរអាភីវាទៅដែរមែនឯនេះហើយសង្សារយើងដាច់សាច់ដុលហើយយើងមិនរាប់ញាតជាមួយអាមាត់ឆ្កែឡើងទេពួកឯងនេះមិនដឹងថាពេលណាទៅបញ្ចប់សង្គ្រាមទេយើងបងឯង2នាទីឯងគួរតែហៅយើងថាបងណារ៉ាដាចាញាក់បងតែ2នាទីសោះក៏ឯងហៅបងដែរទៅដូចទីចឹងហើយបងសម្លាញ់រ៉ាឌីមិនហៅសង្សារឯងទៅទេហើយច្បាស់ជាហៅឯងហៅយើងស្មើទៀតហើយអត់ចង់ហៅស្មើយ៉ាងម៉េចមានបញ្ហាអីជួបប្រកែកជាមួយឯងហើយយើងទៅដេកយកកម្លាំងវិញល្អជាងយើងក៏ទៅដែរណែប៉ិនរៀបចំខ្លួនអស់ហើយជីងដំណើរទៅយើងរ៉ាឌីនិយាយជីឡាន3ម៉ោងតម្រាំតែដល់ម្នាក់អស់កម្លាំងឡើងលេងចង់ចុះពីឡានអាភីឆាប់ចង់មកឯងនៅដេកអោបគ្នាដល់ពេលណាផានិតសង្សាររ៉ាឌីស្ដីអភីសង្សាររ៉ាដាឯងចុះហើយទៅអានេះរំខានមែនពួកគេកំពុងតែដារ៉ាទៅចាក់សទ្វារផ្ទះតែមិនទាន់បានចាក់ផងស្រាប់តែពួកក្មួយទៅទិញផ្ទះនេះមែនណាចាពួកខ្ញុំទិញបាន1ឆ្នាំហើយប៉ុន្តែមិនធွာមកនៅទៅថ្ងៃនេះចង់មកសម្អាតផ្ទះម្ដងហើយក៏ឆ្លៀតពេលមកកំសាន្តឲ្យសប្បាយចិត្តផងអបធូបសំពះសុំម្ចាស់ទឹកម្ចាស់ដីនៅថែរក្សាផ្ទះផងក្មួយចាអរគុណច្រើនអញ្ចឹងអញ្ជើញចូលលេងផ្ទះខ្ញុំសិនទៅមិនបាច់ទេគ្រាន់តែមកប្រាប់មិនចូលទេក្មួយចូលចុះព្រមម្នាក់លូនិយាយចាប់ក៏ដើរយ៉ាងលឿនចិនទៅបាត់មិនដឹងជាគាត់ខ្លាចស្អីគ្រាន់តែអញ្ជើញឲ្យចូលផ្ទះសោះរ៉ាឌីចាក់សោផ្ទះឲ្យលឿនទៅនៅធ្វើស្អីថ្ងៃក្តៅឯងមិនឃើញទេហើយយ៉ាងកំពុងតែចាក់ហើយចុះចាក់ហើយមិនបែករ៉ាឌីស្ដីឲ្យរ៉ាឌីឈប់យើងសុំធ្វើចិត្តសិនតើធ្វើចិត្តស្អីគ្រាន់តែបើកទ្វារសោះថយចិនយើងបើកវិញរ៉ាដាដណ្ដើមទៅបើកទ្វារក្រៀងស្អីនឹងអូនដាភីសង្សាររ៉ាដាមិនដឹងទេគ្រាន់តែបើកទ្វារសោះមិនដឹងជាស្អីទេធ្លាក់នៅខាងក្នុងមិញបងចូលទៅមើលហើយទ្វារនេះក៏ចាត់ទៀតហើយជាងមកដូរថ្មីទៅរ៉ាដាដូរធ្វើស្អីទុកបែបនេះហើយរបស់បុរាណមិនងាយមឿនទេទុកទៅយើងបើកជិនចូលអាយថ្មទៅទ្វារមានទៅទ្រុឌទ្រាំអីត្មានផានិតនិយាយអូខេចូលក្នុងទៅចាំងហើយតើមើលស្អីធ្លាក់ហើយពួកគេកំពុងតែចូលទៅក្នុងផ្ទះក្មួយកុំតន់ចូលប្រុសម្នាក់អំបញ្ញមិនមកម្ដងទៀតមានការអីរ៉ាឌីសួរនេះយកចំណងដៃនេះទៅពាក្យម្នាក់មើលទៅប្រយ័ត្នខ្លួនបើមានហាត់ការមិនស្រួលហាមដោះយល់ទេចំណងដៃនេះនឹងការពារខ្លួនពីខ្មោចព្រាយបិសាចទាំងឡាយ
គាត់និយាយហើយគាត់ដើរចេញទៅបាក់ទៅនៅសល់តែពួកគេទាំង4ដែលមានចម្ងល់ហេយើងថាដូចចម្លែកគុំចូលអីហីរ៉ាដានិយាយណែរ៉ាដាឈប់កំសាកទៀតទៅអ៊ំគាត់គ្រាន់តែនិយាយឲ្យពិការទេចេះខ្លាយទៅកើតមកចូលផ្ទះរ៉ាឌីនិយាយហើយក៏ដើរចូលទៅផ្ទះមុនគេអេនេះគឺរូបថតតែប្រហារជ្រុះមិញនេះហើយរូបថតអ្នកណាលក់ផ្ទះហើយក៏មិនប្រមន់ចេញឲ្យអស់នោះពួកឯងមើលចុះនៅខាងនោះក៏មានរូបថតដែររ៉ាឌីបង្ហាញរូបថតស្រីចំណាន់មើលស្លៀកឈុតបុរាណកាលសម័យបារាំងនិងមានរូបស្រីក្រមុំម្នាក់រួមទាំងរូបក្មេងស្រីម្នាក់ទៀតហើយមានរូបបុរសចំណាស់ដូចគ្នាបើតាមការស្លៀកពាក់ដូចជាដំខើយប្រមូលចេញទៅល្អទេផានិតនិយាយកុំអីទុកទៅមានទៅខាតស្អីភីនិយាយទុកក៏ទុកទៅអញ្ចឹងតោះជួយរៀបផ្ទះគ្នារូបថតពោពេញទៅដោយសម្បុកពេញកននិងធូលីដីដោយសារតែមិនស្មានអេរ៉ាឌីងាប់អីតម្រាំទៅរៀបហើយកាលណាបានសម្រាកយើងហត់សឹងស្លាប់ទៅរ៉ាឌីរ៉ាអ៊ឺចិត្តហើយអញកុំរ៉ាអ៊ឺពេកមើលរ៉ាដាស្ដីឲ្យរ៉ាឌីនៅបើប៉ិនពួកគេជួយគ្នារៀបចំផ្ទះអស់ពេលឡើងមួយថ្ងៃទីបំផុសផ្ទះក៏មានសភាពស្អាតបាតឡើងវិញអាចរស់នៅបានមិនដូចពេលឃើញដំបូងឌីមកជិតដមុតហើយតោះទៅរកបាយទឹកញ៉ាំហើយនាំគ្នាចូលសម្រាកទៅផានិតនិយាយពួកគេក៏យល់ព្រមទៅងូតទឹកហើយទៅរកបាយទឹកព្រោះហត់មួយថ្ងៃពេញហើយភីនិងផានិតគេងបន្ទប់ជាមួយគ្នាចំណែករ៉ាដានិងរ៉ាឌីក៏គេងជាមួយគ្នាតាមទម្លាប់នៅក្នុងផ្ទះនេះមានបន្ទប់ទាំង5បន្ទប់នីមួយៗក៏ធំទូលាយទៀតពួកគេក៏ចេះតែមានអារម្មណ៍ថាព្រឺដែរប៉ុន្តែគិតថាប្រហែលជាមកពីផ្លែកំឡែងម្នាក់សុទ្ធតែរវល់ទៅភ្លេចអុបធូបតាមការផ្ដាំរបស់អ៊ំព្រំម្នាក់នោះចំណែកភីនិងផានុតមិនបានពាក់ចំណងដៃដែលអ៊ំប្រុសម្នាក់នោះឲ្យទេមានតែរ៉ាឌីនិងរ៉ាដាទេដែលពាក់ផិនបស៊ុយប្រប៉ិនទឹកនាឡិកាដល់ម៉ោង3យប់ហើយរ៉ាឌីជូនយើងទៅបត់ជើងតូចបន្តិចដើរទៅខ្លួនអានយប់ម៉ោង3ហើយខ្ជិលជាងណាស់តែយើងខ្លាចស្អីបើមានស្អីស៊ីចាំមករកយើងរ៉ាឌីស្ដីឲ្យរ៉ាដាហើយក៏ដេកបន្ទោទៀតព្រោះកំពុងតែងងុយផងរ៉ាដាក៏ក្រោកទៅបន្ទប់ទឹកនៅខាងក្រៅបន្ទប់ម្នាក់ឯងខ្លាចផងអីផងព្រោះនាងជាមនុស្សខ្លាចខ្មោចស្រាប់រ៉ាដាឈរនៅមុខកញ្ចក់បន្ទប់ទឹកមើលមុខមាត់របស់ខ្លួនសុកក៏ស្រាប់តែឃើញមនុស្សស្រីសក់វែងនៅរូបថតដែលឃើញកាលពីព្រឹកមិញឈរនៅក្រោយខ្នងនាងក៏ងាក់ក្រោយប៉ុន្តែមិនឃើញពេលងាក់ទៅកញ្ចក់វិញក៏ឃើញស្រីម្នាក់សើចដែរទូនាងរ៉ាដាស្រែកឡើងផ្អើលបន្ទប់ទឹកអស់ហើយប៉ុន្តែគ្មានអ្នកណាឮនោះទេនាងរត់ឡើងហត់នៅទៅរកបន្ទប់ដែលរ៉ាឌីដេកមិនឃើញនៅក្នុងផ្ទះទាំងមូលលែងមានបន្ទប់អស់ហើយនាងឃើញតែសរផ្ទះនៅចំកណ្ដាលមួយមនុស្សស្រីសក់វែងនោះវាចុះពីសរកណ្ដាលផ្ទះនោះហើយក៏វាសម្ដីទៅរកនាងជួយផងអ្នកណាក៏បានជួយខៀងផងរ៉ាឌីបងភីបងនិតនៅឯណាជួយខៀងផងអ្នកពើប៉ិនត្រឡប់មករ៉ាឌីវិញម្ដងរ៉ាដាមកវិញហើយឡើងមកដេកមកហើយមានស្អីស៊ីអញទេរ៉ាឌីសួរទៅរ៉ាដាប៉ុន្តែនាងមិនដឹងថាគ្មានរ៉ាដានៅក្នុងបន្ទប់ទេមានតែអ្នកផ្សេងសួរមិនក៏មិនឆ្លើយនាងសួរដល់មិនបានបោកភ្នែកហើយងក់ទៅមើលទេព្រោះដេកបែកខ្នងដាក់គ្នាដល់មិនឃើញរ៉ាដាឆ្លើយសក់ក៏ងក់មុខទៅមើលគ្មានរ៉ាដាទេមានតែមនុស្សស្រីចំណាស់នៅក្នុងរូបថតពីព្រឹកមិញដេកក្បែរនាងកំពុងតែបើកភ្នែកសម្លឹងមើលនាងអើយខ្មោច
នាងស្រែកយ៉ាងខ្លាំងដោយតក់ស្ទល់ខ្លាំងពេកនាងកំពុងតែចុះពីលើគ្រែប៉ុន្តែមានក្មេងស្រីមុខមាត់សុទ្ធតែឈាមចាប់ជើងនាងក្មេងនោះចាប់ជើងនាងហើយវាចេញពីក្រោមគ្រែយឺតអាយជួយផងលែងខ្ញុំនាងស្រែកផងយំផងខំរលត់ជើងពីការចាប់របស់ខ្មោចក្មេងនោះប៉ុន្តែនៅតែមិនបានសម្រេចដូច្នេះនាងខំរលត់រហូតទាល់តែរលត់ស្បែកឈាមពេញកជើងទើបរួចពីការចាប់របស់ខ្មោចក្មេងនោះនាងរត់ទៅកាន់ទ្វារប៉ុន្តែទ្វារមិនបើកចេញទូខំទាញឡានឈាមដៃអស់ទៅហើយក៏នៅតែបើកមិនចេញដែរនៅពេលប៉ិនទុកអេអាភីអញមិនលឺអស្អីទេលឺស្អីលឺដូចមនុស្សចាស់មានឈឺជាត់កំពុងដើរសម្ដីមកបន្ទប់យិនវាមិនដែលអញថាស្រីពាក់ស្បែកជើងកាញដើរមកត្រូវជើងតែអញថាដូចមិនស្រួលទេអាណិតឈឺមែនតើស្រីណាដើរយឺតហើយលឺជើងទេហាអញក៏ថាមិនស្រួលដែរអាណិតជើងយើងពិសោធន៍ទៅល្អទេពិសោធន៍ស្អីអាភីងាយហើយអញមិននិយាយមកសំឡេងកាន់តែគៀកទៅហើយយើងចាំពីត្រូវចូលទៅដេកនៅក្រោមគ្រែចាំមើលថាអ្នកណាមកយើងគុំនិតល្អតោះភីនឹងផានិតបានចូលទៅដេកនៅក្រោមគ្រែរងចាំអ្នកមករកគេទាំងម៉ោងថ្មនេះអេនោះហើយឃើញទេអាភីស្បែកជើងមនុស្សប្រុសហើយមានឈើច្រត់ទៀតណាអញកំពុងតែមើលហើយចុះណាចុះហាញ់គិតថាណាអញគិតថានៅក្រោមគ្រែធ្វើអីក្មេងនៅពិសោតើហេអាណិតមិញនេះហាញ់សួរអញមែនអត់មានទេហើយចុះណាហើយឯងមិនងក់ទៅមើលអ៊ំប្រុសនោះគាត់សួរឯងមិនឃើញទេអីគាត់អោនឡើងបាក់កទៅហើយអាណិតអាភីខ្មោចអញដឹងហើយជប់ហើយនៅធ្វើអីក៏រត់អញកំពុងតែរត់ហើយផានិតនឹងភីរត់យកងប់យករត់រហូតដល់កន្លែងដែលមានរ៉ាដាបងភីបងនិតជួយផងខ្មោចលងខ្ងងខ្មោចលងបងនឹងអាភីដូចតែគ្នាទេចុះអ្នកណារ៉ាឌីអញគុំតន់សួររករ៉ាឌីបាំងអត់ឥឡូវនេះខ្មោចចាប់ជើងអញជាប់ហើយអាភីរ៉ាដានឹងផានិតនាំគ្នាវាយខ្មោចស្រីនោះធាក់ផងទាត់ផងអូយឈប់ទៅនាងដាបងនិតខ្ញុំរ៉ាឌីមិនមែនខ្មោចទេហាថាម៉េចអូនឌីទេចុះមិនប្រាប់ពុទ្ធោអូនសម្លាញ់បងជ្រុលដៃបន្តិចហើយជ្រុលដៃស្អីបងយកជើងទាត់ខ្ញុំស្ទើរតែជ្រុះស្លឿនប្រមាទៅនៅមាននាងដាទៀតនាងអញហ៊ានបោចសក់យើងហើយមុខយើងអុកនឹងថ្មផងអ្នកណាដឹងថាឯនោះចូលមិនព្រមដើរមុខចាំងបាច់វាហើយនៅមានសក់ទម្លាក់គ្រប់មុខទៀតដៃសុទ្ធតែឈាមយើងស្មានតែខ្មោចដើររកងាប់អីតម្រង់តែយើងគេចពីខ្មោចបានយើងវាយទ្វារឡើងបាក់អស់ទៅហើយកុំតន់ឆ្លោះគ្នាយើងរកផ្លូវចេញពីទីនេះសិនទៅជប់សិនពួកបងមានពាក់ចំណងដៃ